ដេចធិបតីហ៊ុនម៉ាណែតកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានលើកឡើងតាមបណ្ដាញសង្គមនៅថ្ងៃទី19ខែតុលានេះដើម្បីឆ្លើយទៅនឹងការអធិប្បាយមួយចំនួនតាមបណ្ដាញសង្គមដែលបានលើកឡើងថាកិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025កន្លងទៅនិងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខគឺជាធ្នូនឹងការធ្វើឲ្យបាត់បង់ទឹកដីសម្ដេចធិបតីហ៊ុនម៉ាណែតបានលើកដូចនេះថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថាកិច្ចព្រមព្រៀងបាត់ឈប់បាញ់28កក្កដា2025គឺនិយាយអំពីលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជាកុំឲ្យមានការបាញ់គ្នាឡើងវិញកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផលដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសនិងប្រទេសទោះជាកិច្ចព្រមព្រៀងទាំងពីរនេះមិនបាននិយាយអំពីបញ្ជាក់ពាក់ព័ន្ធទៅនឹងទឹកដីព្រំដែនក៏មិនមែនមានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្លួននោះទេការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោលគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃ JBC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របទៅតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃសរុបដោយខ្លីសូមបញ្ជាក់ជូនដល់បងប្អូនជនរួមជាតិ1កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដោយរកទាំងកិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃ28កក្កដាឆ្នាំ2025និងកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងចុះហត្ថលេខានៅពេលខាងមុខដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ2រដ្ឋាភិបាលកម្ពុជាក៏មិនដែលបានភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរ